Sôm chun rương bẹ cạបណ្ឌិត អ្នកប្រាជ្ញគួរធ្វើល្ងងក្នុងការខ្លះដើម្បីសន្តិភាពក្នុងការកន្លងយូរទៅហើយមានកូនបក្សី3គឺកូនក្ងោកកូនសាលិកានិងកូនកុកនៅអាស្រ័យក្នុងសម្បុកលើមែកឈើព្រឹក្សាជិតគ្នាសម័យនោះមានថ្មើរព្រៃ3នាក់នៅក្នុងដែនកម្ពុជាបាននាំគ្នាចរចូលទៅក្នុងព្រៃដើម្បីចាប់សត្វម្រឹកថ្មើរព្រៃទាំង3នាក់ខំស្វះស្វែងរកសត្វម្រឹកអស់មួយថ្ងៃពុំបានជួបប្រទះសោះនៅពេលល្ងាចជិតត្រឡប់មកផ្ទះវិញបានឃើញកូនបក្សី3ដែលនៅក្នុងសម្បុកជិតគ្នានោះក៏ចាប់យកម្នាក់មួយមកដើម្បីចិញ្ចឹមឯថ្មើរព្រៃទាំង3រូបនោះមានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំង3នោះហាក់ដូចជាកូនបង្កើតហើយក៏បានគិតគ្នាថាយើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អហើយយើងនឹងយកទៅថ្វាយស្ដេចដើម្បីជាគ្រឿងបណ្ណាការថ្មើរព្រៃម្នាក់ដែលចិញ្ចឹមកូនក្ងោកខំបង្ហាត់បង្រៀនឲ្យចេះពុតពងចេះរាំចេះក្រាបសំពះឯក្ងោកជាសត្វមានគំនិតខ្លីក៏ចេះតែខិតខំរៀនធ្វើតាមដរាបដល់ចេះពងចេះរាំចេះក្រាបសំពះដូចបំណងរបស់ម្ចាស់ថ្មើរព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនសត្វសាលិកាក៏ខំបង្ហាត់បង្រៀនឲ្យចេះនិយាយភាសាមនុស្សសាលិកាជាសត្វមានគំនិតខ្លីក៏ខិតខំប្រឹងប្រែងនិយាយតាមដរាបចេះនិយាយដូចនឹងមនុស្សដែរឯថ្មើរព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនកុកក៏ខិតខំបង្ហាត់បង្រៀនកូនកុកនោះឲ្យចេះទៅតាមបំណងរបស់ខ្លួនប៉ុន្តែកុកជាបណ្ឌិតមានគំនិតវែងឆ្ងាយបានគិតថាអញមិនគួរធ្វើជាអ្នកចេះរាំចេះនិយាយចេះក្រាបសំពះតាមឱវាទរបស់ថ្មើរព្រៃទុច្ចរិតនេះទេបើអញធ្វើជាអ្នកចេះដឹងមុខតែថ្មើរព្រៃម្នាក់នេះដាក់អញនៅក្នុងទ្រុងដរាបអស់មួយជីវិតលុះគិតដូច្នេះហើយក៏មិនអើពើនឹងឱវាទរបស់ថ្មើរព្រៃជាម្ចាស់ឡើយបើគេបង្ខំខ្លាំងក៏គ្រាន់តែស្រែកក្រក់តែប៉ុណ្ណោះថ្ងៃមួយថ្មើរព្រៃទាំងនោះបានយកកូនបក្សីទាំង3ទៅថ្វាយស្ដេចព្រះរាជាបានទតឃើញកូនបក្សីទាំងនោះហើយទ្រង់មានព្រះតម្រាស់ថាមនាលព្រានកូនក្ងោកនេះមានគុណវិសេសដូចម្ដេចខ្លះអ្នកម្ចាស់ក្ងោកក្រាបទូលថាបបិទ្ធព្រះសមត្ថទេពក្ងោកនេះចេះរាំចេះពងចេះក្រាបថ្វាយបង្គំហើយព្រានព្រៃនោះក៏ប្រើក្ងោកនោះឲ្យថ្វាយបង្គំព្រះរាជាលុះក្ងោកនោះថ្វាយបង្គំហើយអ្នកម្ចាស់ក្ងោកធ្វើភ្លេងដោយមាត់របស់ខ្លួនក្ងោកក៏ពុតពេលរេរាំតាមភ្លេងនោះព្រះរាជាបានទតឃើញដូច្នោះទ្រង់សប្បុរហឫទ័យខ្លាំងណាស់ក៏ត្រាស់បង្គាប់ឲ្យអាមាត្យចងទុកក្បែរនៅទីនោះទ្រង់ក៏ត្រាស់សួរទៅអ្នកចិញ្ចឹមសាលិកាទៀតអ្នកចិញ្ចឹមសាលិកាក្រាបទូលថាបបិទ្ធមហារាជសាលិកានេះចេះនិយាយភាសាមនុស្សបានក៏នាំសាលិកានោះនិយាយថ្វាយព្រះរាជាទ្រង់ព្រះសណ្ដាប់ព្រះរាជាទ្រង់ព្រះសណ្ដាប់ភាសាកូនសត្វសាលិកានោះហើយទ្រង់ក៏សប្បុរហឫទ័យក៏បង្គាប់ឲ្យអាមាត្យចងទុកក្បែរសត្វក្ងោកទើបទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមកុកទៀតថាអ្នកចិញ្ចឹមកុកក៏ក្រាបទូលថាបបិទ្ធព្រះសមត្ថទេពកុកនេះជាសត្វល្ងងបំផុតទោះបីទូលព្រះបង្គំខំបង្ហាត់បង្ហាញយ៉ាងណាក៏ពុំចេះដឹងអ្វីសោះចេះត្រឹមតែស្រែកក្រក់តែប៉ុណ្ណោះកុកបណ្ឌិតកាលបើម្ចាស់របស់ខ្លួនទូលព្រះរាជាដូច្នេះហើយក៏ស្រែកក្រក់ឡើងលំដាប់នោះព្រះរាជាទ្រង់ព្រះសម្រួលយ៉ាងខ្លាំងទើបបង្គាប់អាមាត្យថាឯងយកកុកនេះទៅលែងទៅកំទុកព្រោះវាល្ងងណាស់មិនចេះនិយាយស្ដីនឹងគេទេកុកបណ្ឌិតកាលបើឮព្រះរាជាប្រើអាមាត្យឲ្យលែងហើយក៏ហើរទៅទុំលើកំពូលប្រាសាទសូត្របទប្រគាថាដូច្នេះថាពកោបណ្ឌិតោរាជៈភិសកញ្ចវេវៈមាវៈមយុរាសាលិកាជេវៈពហុញាតាពហុពទ្ធាបបិទ្ធមហារាជខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញាម្ចាស់ខ្ញុំព្រះអង្គឲ្យនិយាយខ្ញុំមិននិយាយឡើយដើម្បីដោះខ្លួនឲ្យរួចផុតពីចំណងឯក្ងោកនិងសាលិកាជាអ្នកចេះដឹងច្រើនជាប់ចំណងក៏ច្រើន ព
ព្រះរាជាទ្រង់ព្រះសម្ដាប់គាថារបស់កុមណ្ឌិតហើយក៏ទ្រង់បន្លឺនៅព្រះសូសីយនាថថាសាធុសាធុអ្នកពិតជាបណ្ឌិតមានប្រាជ្ញាមែនកុមណ្ឌិតក៏ហើរទៅតាមវត្ថុបំណងរបស់ខ្លួនដោយសួស្ដីលំដាប់នោះព្រះរាជាទ្រង់ទតឃើញក្ងោកនឹងសាលិកាដែលជាប់ចំណងមានទឹកមុខក្រៀមក្រំសងុតស្ងាត់ដូច្នោះទ្រង់ក៏ត្រាស់បង្គាប់ឲ្យអាមាត្យដោះលែងឲ្យសត្វទាំងពីរនោះមានសេរីភាពទៅអង